លោកឧត្តមសេនីយ៍តូហេងសុផលផ្សព្វផ្សាយសភាពការថ្មីនិងដាក់ចេញទិសដៅ6ចំណុចដល់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី12ខែមករាឆ្នាំ2026នេះលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានថ្លែងក្រើនរំលឹកលើការងារ6ចំណុចដល់បងប្អូនកងកម្លាំងត្រូវអនុវត្តបន្តបន្ទាប់ពីពិធីគោរពទង់ជាតិលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានថ្លែងលើកឡើងអំពីស្នាដៃគុណបំណាច់ពលិកម្មរបស់បងប្អូនកងកម្លាំងទូទាំងខេត្តដែលបានលះបង់ធនធានសម្ភារៈសេចក្តីសុខផ្ទាល់ខ្លួនចូលរួមចំណែកបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនអនុវត្តសម្រាប់បានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍តូហេងសុផលបានផ្សព្វផ្សាយសភាពការថ្មីនៃការប្រព្រឹត្តទៅរបស់ប្រទេសជាតិនិងអន្តរជាតិរយៈពេលកន្លងមកនេះជាពិសេសបញ្ហាព្រំដែនកម្ពុជាថៃដែលបង្កដោយការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងលោកឧត្តមសេនីយ៍តូស្នងការបានថ្លែងក្រើនរំលឹកលើការងារ6ចំណុចដល់បងប្អូនកងកម្លាំងត្រូវអនុវត្តជាប្រចាំទី1ពង្រឹងវិន័យលេខ873របស់កងកម្លាំងនគរបាលជាតិកម្ពុជាសម្រាប់កិច្ចប្រតិបត្តិការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមទី2ពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជាតាមទូនាទីភារកិច្ចប្រចាំថ្ងៃត្រូវអនុវត្តយ៉ាងមោះមុតស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះនិងមធ្យោបាយទី3បន្តការគ្រប់គ្រងប្រមូលផ្ដុំកងកម្លាំងដើម្បីធ្វើការវឹកហាត់លំហាត់របៀបសណ្ដាប់ធ្នាប់វិន័យកងជួររបស់កងកម្លាំងនគរបាលជាតិកម្ពុជាទី4ការងារប្រចាំបញ្ជាផ្លាស់ប្ដូរវេនប្រចាំការ24ម៉ោងលើ24ម៉ោងក្នុងអង្គភាពត្រៀមខ្លួនរួចជាស្រេចសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋនៃគ្រាចាំបាច់និងចុះអន្តរាគមន៍ដល់បងប្អូនភៀសឹកដែលមកស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានខេត្តកំពង់ធំយើងទី5ពង្រឹងកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងដើម្បីឈានទៅសម្រេចបានស្នាដៃជោគជ័យថ្មីបន្ថែមទៀតជូនថ្នាក់ដឹកនាំនិងសង្គមជាតិនិងទី6បង្កើនកិច្ចសហការល្អជាមួយមហាជនមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈមន្ទីរអង្គភាពជុំវិញខ្លួននាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168